ព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់មុនពីខាងការថ្លែងរបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រីមុននេះបន្តិចតែប្រហែលនាទីមុននេះលោកបានបង្ហោះតាម Facebook របស់លោកពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅសមរភូមិអញ្ចឹងខ្ញុំជូនរឿងនឹងមុនតែម្ដងបើតាមការបង្ហោះរបស់លោកហ៊ុនសែនលោកបានបញ្ជាក់ថានៅថ្ងៃនេះមានការរំលោភលើបទច្បាញ់ដោយប្រើកាំភ្លើងត្បាល់និងកាំភ្លើងយន្តបាទនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងខ្ញុំបានកោះប្រជុំបន្ទាន់តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបតក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថាបានរំលោភលើបទច្បាញ់ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់ដើម្បីធានាសុចរិតភាពតម្លាភាពអព្យាក្រឹតភាពនិងភាពជឿទុកចិត្តបានហើយបើតាមលោកហ៊ុនសែនលោកបានបញ្ជាក់ថាលោកបានជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងជាសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT នៅកិច្ចការចំនួន2បាទកិច្ចការទី1គឺលោកសូមឲ្យធ្វើកសលវិច័យគ្រាប់ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នាចំណុចទី2លោកបានបញ្ជាក់ថាជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់គេនឹងដឹងបានថាគ្រាប់ចេញពីទិសដៅណាបាញ់ពីកម្ពុជាទៅថៃឬបាញ់ពីថៃមកកម្ពុជាគេមិនអាចទៅបង្វិលរណ្ដៅគ្រាប់បានទេបាទលោកហ៊ុនសែនបានបន្ថែមថាសូមកងទ័ពកម្ពុជារក្សាទុករណ្ដៅគ្រាប់ឲ្យបានល្អនិងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកសលវិច័យគ្រាប់និងពិនិត្យរណ្ដៅគ្រាប់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់លោកហ៊ុនសែនបានបន្ថែមថាខ្ញុំសង្ឃឹមថាភាគីថៃនឹងបង្ហាញនៅកាយវិការដូចគ្នាមាសសុទ្ធមិនខ្លាចភ្លើងការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការ IOT មានន័យថាខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជានិងថៃបាទអញ្ចឹងគឺនេះគឺជាសារថ្មីបំផុតរបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាបាទហើយតកតងនឹងបញ្ហានេះខ្ញុំសូមត្រឡប់ថយក្រោយគឺនៅពេលដែលហេតុការណ៍នឹងកើតភ្លាមគឺក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ជម្រាបទៅដល់ប្រិមិត្តនៅក្នុងប្រទេសកម្ពុជាក៏ដូចជាអ្នកនៅឆាកអន្តរជាតិផងដែរដោយលោកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសកម្ពុជានោះគាត់បានចេញសារជម្រាបទៅដល់ប្រិមិត្តសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិថាយោងតាមស្ថានភាពតឹងតែងនៅតាមបណ្ដោយព្រំដែនដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីនេះគឺកម្ពុជាសម្ដែងនឹងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុនិងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯងហើយនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 11:42 នាទីថៃបានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជាប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញសកម្មភាពទាំងអស់នេះប៉ះពាល់ទៅដល់ការគោរពនិងការអនុវត្តបទច្បាញ់ព្រមទាំងធ្វើឲ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញក្នុងន័យនេះកម្ពុជាស្នើឲ្យក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នអាស៊ានចូលរួមពិនិត្យនិងធ្វើកសលវិច័យលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឲ្យបានម៉ត់ចត់បំផុតជាពិសេសប្រភេទគ្រាប់ដែលបានបាញ់និងទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញសម្ដៅផ្ដល់នៅព័ត៌មានពិតសុចរិតភាពកណន័យភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវដល់ភាគីទាំងពីរជាមួយគ្នានេះកម្ពុជាក៏ស្នើឲ្យភាគីថៃបង្ហាញឆន្ទៈដូចគ្នានេះផងដែរយោងតាមស្មារតីនៃកិច្ចប្រជុំលើកទី1បាទលោកស្រីបាននិយាយបន្តទៀតពីរឿងនោះផងដែរអញ្ចឹងការពិតអ្វីដែលខ្ញុំអានមុននេះបន្តិចនេះគឺមិនមែនជាសេចក្តីប្រកាសបន្ទាន់នោះទេគឺជាព័ត៌មានចុងក្រោយថ្មីមួយទៀតដែលខាងអ្នកនាំពាក្យរបស់កម្ពុជាទើបតែចេញបាទសេចក្តីប្រកាសព័ត៌មានដែលខ្ញុំដាក់នៅក្នុងរូបនេះគឺចេញមុនអញ្ចឹងពីដែលខ្ញុំបានជម្រាបជូនប្រិយមិត្តនេះគឺព័ត៌មានថ្មីបំផុតចេញពីក្រសួងការពារជាតិរបស់កម្ពុជាហើយនឹងប្រធានព្រឹទ្ធសភារបស់កម្ពុជាអញ្ចឹងតាក់ទងជាមួយនឹងសេចក្តីប្រកាសព័ត៌មានតនហេតុការណ៍ដែលបានចេញនេះគឺមានក្តោបនៅក្នុងអត្ថន័យដែលខ្ញុំបានជម្រាបអំបញ្ញមិញនេះហើយណាបាទអញ្ចឹងនេះគឺជាការវិវត្តមួយនៅក្នុងប្រទេសកម្ពុជា
បាទដោយឡែកតើខាងភាគីថៃរាយការណ៍យ៉ាងម៉េចខ្ញុំបានទៅពិនិត្យមើលសារព័ត៌មានរបស់ថៃចំនួន3គឺ The Bangkok Post ជាភាសាអង់គ្លេស The Nation ជាភាសាអង់គ្លេសហើយនិង Khawsod ជាភាសាអង់គ្លេសបាទគឺនៅក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មានទាំង3នេះគឺខ្ញុំអាចសង្ខេបបានថាគឺភាគីថៃបានទទួលស្គាល់ថាថៃបានបាញ់មកកម្ពុជាមែនក៏ប៉ុន្តែខាងថៃគាត់អះអាងថាគឺគាត់បាញ់តបក្រោយពីកម្ពុជាបានបាញ់ទៅគាត់បាទបានបាញ់ទៅគាត់មុនបាទដូច្នេះកម្ពុជានៅក្នុងសេចក្តីប្រកាសដោយខ្ញុំបានជម្រាបមុននេះហើយនឹងក៏ដូចជាពេលមុនគឺបាទគឺកម្ពុជាមិនបានថាខ្លួនបានបាញ់ទេបាទអញ្ចឹងប៉ុន្តែសូមអំពាវនាវឲ្យអ្នកសង្កេតការទៅពិនិត្យផងហើយនៅក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃថែមទាំងដកស្រង់លោកអ្នកនាំពាក្យបាទលោកសុរវីនឹងថាកម្ពុជាធ្វើនេះគឺដើម្បីឲ្យអ្នកសង្កេតការនឹងបានឃើញដើម្បីបង្ហាញថាថៃជាអ្នករំលោភគឺកាសែតថៃបានរាយការណ៍ថាកម្ពុជាបានបាញ់ហើយស្រាប់តែហៅអ្នកសង្កេតការទៅពិនិត្យមើលស្ថានភាពហ្នឹងបាទនេះគឺជាសេចក្តីរាយការណ៍ពីខាងភាគីថៃទេណាបាទខ្ញុំជម្រាបជូនប្រិយមិត្តចឹងឲ្យបានដឹងគឺសារព័ត៌មានទាំងអស់តែម្ដងបាទខ្ញុំមើលសូមដកស្រង់មួយមកបាទពីខាង Khawsod បាទ Khawsod ហ្នឹងគឺបាទគាត់បាននិយាយបាទគឺម៉ោង Khawsod គាត់បញ្ជាក់ម៉ោងហើយនឹង Nation ក៏បញ្ជាក់ម៉ោងដែរគឺ Khawsod គាត់ថាកម្ពុជាបាញ់ទៅគាត់ម៉ោង 12:03 នាទីបាទហើយភាគីទាំងពីរបានបាញ់តបតគ្នារហូតដល់បញ្ឈប់នៅម៉ោង 12:30 នាទីល្ងាចបាទអញ្ចឹងបើតាមភាគីកម្ពុជាគឺថៃបើការបាញ់ប្រហារតាំងតែពីម៉ោង 11:52 នាទី52នាទីហើយថៃក៏ថាកម្ពុជាបាញ់ទៅគាត់ម៉ោង 12:03 នាទីបាទដូច្នេះដោយបើសិនជាយើងមើលវិភាគតាមម៉ោងនៃកណ្ដាលបានន័យថាសុទ្ធតែអ្នកដែលមានម៉ោងប្រកបប្រជាដូចគ្នាមួយ 11:52 ច្បាស់មួយទៀត 12:03 នាទីអញ្ចឹងគ្រាន់តែយើងមើលតាមម៉ោងនេះគឺបានន័យថាបើសិននេះខ្ញុំនិយាយថាបើសិនណាបើសិនជាកម្ពុជាតបតមែនគឺបានន័យថាកម្ពុជាបាញ់ក្រោយទេពីព្រោះថៃក៏ច្បាស់ហើយគឺម៉ោង 12:03 នាទីគឺបាញ់កម្ពុជាបាញ់ហើយកម្ពុជាបញ្ជាក់ថាម៉ោង 11:52 នាទីណាម៉ោង 11:52 នាទីថៃបាញ់បាទអញ្ចឹងគឺប្រិមិត្តអាចពិចារណាខ្លួនឯងទៅណាបាទតើស្ថានភាពនឹងយ៉ាងម៉េចព្រោះនេះគឺនៅក្នុងស្ថានភាពដូចខ្ញុំបានជម្រាបចឹងនៅសមរភូមិយើងមិនអាចទៅដល់ទេគឺយើងទៅស្ដាប់ភាគីទាំងសងខាងហើយបាទឥឡូវហ្នឹងគ្រាន់តែសងខាងហ្នឹងគឺដឹងថាម៉ោងខុសគ្នាហើយសិតតែម៉ោងច្បាស់កម្ពុជាថា 11:52 បាទអញ្ចឹងនេះគឺយើងនឹងបន្តតាមដានបើសិនជាមានការវិវត្តយ៉ាងម៉េចខ្ញុំនឹងជូនព័ត៌មានតាមក្រោយតាមប្រភពដែលខ្ញុំបានដឹងបាទដោយឡែកនៅលើជ្រុងនៃការទូតវិញបាទជ្រុងនៃការទូតវិញគឺបើតាមការបញ្ជាក់នៅក្នុង Facebook របស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកម្ពុជាដែលនៅពេលឥឡូវនេះបាទលោកអញ្ជើញមកសហរដ្ឋអាមេរិកចូលរួមនៅក្នុងកិច្ចប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិគឺគាត់បានបញ្ជាក់កាលពីយប់មិញបាទយប់មិញគឺព្រឹកហើយនៅប្រទេសកម្ពុជាព្រឹកមិញមកនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺបាទគឺបើមានការប្រជុំហ្នឹងបើមកនៅក្នុងប្រទេសកម្ពុជាគឺបានថាព្រឹកពេលព្រឹកមកនៅក្នុងប្រទេសកម្ពុជាហ្នឹងឯងព្រឹកមិញហ្នឹងព្រឹកថ្ងៃទី27ហ្នឹងគឺខាងសហរដ្ឋអាមេរិកបាទក្រសួងការបរទេសសហរដ្ឋអាមេរិកតែម្ដងណាបាទអញ្ចឹងឲ្យចាំច្បាស់គឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងគឺជាអ្នករៀបចំឲ្យមានការជំនួបដែលគេហៅថាជំនួប1+3បានមួយហ្នឹងគឺអាមេរិកបូកជាមួយនឹងភាគី3របស់កម្ពុជាថៃហើយនិងម៉ាឡេស៊ីបាទដើម្បីបញ្ជាក់សហរដ្ឋអាមេរិកបញ្ជាក់ឡើងវិញនៅការបញ្ញាចិត្តរួមគ្នាដោះស្រាយការបញ្ញាចិត្តរួមក្នុងការដោះស្រាយជំនួបព្រំដែនដោយសន្តិវិធីតាមរយៈការស្ដារឡើងវិញនៅទំនុកចិត្តឆ្ពោះទៅរកភាពប្រក្រតីឡើងវិញដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ
ណាកិច្ចប្រជុំនេះគឺមានអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងចូលរួមបានមើលឈ្មោះគាត់នេះសមាជិកភាពពីខាងសហរដ្ឋអាមេរិកនៅនេះខ្ញុំ zoom អត់បានគឺលោកមួយពីឆ្វេងទី2គឺអនុរដ្ឋមន្ត្រីបាទហើយលោកមួយនៅចុងគេស្ដាំបំផុតហ្នឹងក៏អនុរដ្ឋមន្ត្រីដែរទទួលបន្ទុកខាងអាស៊ីប៉ាស៊ីហ្វិកហ្នឹងបាទអញ្ចឹងនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងអញ្ចឹងខ្ញុំបញ្ជាក់ទៀតគឺអាមេរិកមិនមែនចេះតែនិយាយឲ្យរួចមកទេមិនគ្រាន់តែថាប្រតិបត្តិការជាក់ស្ដែងនៅលើដីគឺប្រគល់ឲ្យអាស៊ានតែសហរដ្ឋអាមេរិកមិនមែនប្រឡែងចោលទេបាទកុំថាអាមេរិកអត់យកចិត្តទុកដាក់បាទហើយនេះគឺជារូបភាពខាងភាគីកម្ពុជាដែលខ្ញុំដកស្រង់ពីเพจរបស់លោកប្រាក់សុខុនជារដ្ឋមន្ត្រីបាទមាន logo របស់ក្រសួងការបរទេសរបស់កម្ពុជាផងបាទហើយដោយសារតែ program នេះមិនអាចដាក់អស់ខ្ញុំមានរូបខាងភាគីថៃហើយនិងខាងភាគីម៉ាឡេស៊ីផងដែរអញ្ចឹងដូច្នេះនេះគឺជាការជម្រាបជូនប្រិយមិត្តឲ្យបានដឹងរឿងហ្នឹងហើយកម្ពុជាធ្វើការងារការទូតជាបន្តបន្ទាប់នៅខាងអង្គការសហប្រជាជាតិហ្នឹងហើយខ្ញុំទើបតែទៅមើលខាងភាគីថៃគឺថៃរដ្ឋមន្ត្រីក្រសួងការបរទេសថ្មីក៏អញ្ជើញទៅដែរបាទក៏អញ្ជើញទៅចឹងឥឡូវនេះបានជូនដំណឹងប៉ុណ្ណឹងហើយបើលទ្ធផលយ៉ាងណាប្រហែលជាអាចនឹងដឹងនៅពេលក្រោយបន្ថែមទៀតហើយខ្ញុំនឹងព្យាយាមរកពីលទ្ធផលលម្អិតពីជំនួប 1+3 នេះដែលរៀបចំកាលពីព្រឹកមិញមកនៅក្នុងប្រទេសកម្ពុជាហើយទៅជាល្ងាចមិញមកនៅសហរដ្ឋអាមេរិកនេះដើម្បីជូនប្រិមិត្តបន្ថែមទៀតអំពីរឿងនឹងគាត់ថាខ្ញុំបញ្ជាក់ជាចុងក្រោយគឺសហរដ្ឋអាមេរិកនៅតែចាប់អារម្មណ៍នឹងយកចិត្តទុកដាក់លើបញ្ហានេះដោយតែខ្ញុំបានបង្ហាញវីដេអូមួយនៅក្នុង Facebook ហើយបាទខ្ញុំមិនបានបង្ហាញនៅទីនេះទៀតហ្នឹងគឺអូកន្លែងនេះដាក់ចូលអត់បានតែដាក់ Facebook អត់អីបើកន្លែងនេះ YouTube តែដាក់ចូលមានភ្លេងគេមានភ្លេងរបស់ខាងរដ្ឋាភិបាលម៉ាឡេស៊ីតែម្ដងគាត់បញ្ចេញវីដេអូដែលពេលដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមសន្ទនាតាមទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតីត្រាំបាទអញ្ចឹងប្រធានាធិបតីអាមេរិកមួយនិយាយពីកម្ពុជាហ្នឹងមិនគាត់និយាយបោះចោលទេបាទគាត់ថាការងារខ្លះការងារអាមេរិកច្រើនបាទទុកឲ្យអ្នកជំនាញគេនឹងដូចជានៅក្នុងរូបភាពនេះគឺបាទអនុរដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិកគេធ្វើឲ្យមានក្រុមការងារគេទូយ៉ាងដូចជាអ្នកនៅឆ្វេងបំផុតនៅកូរ៉េនេះបាទនៅកូរ៉េអីគាត់តកូគីមបាទគឺគាត់ទទួលបន្ទុកកិច្ចការខាងអាស៊ីប៉ាស៊ីហ្វិកហ្នឹងបាទដូចជាលេខាធិការដ្ឋាននៅខាងហ្នឹងបាទទទួលបន្ទុកកិច្ចការខាងហ្នឹងបើគាត់នឹងធ្វើកិច្ចការហ្នឹងអញ្ចឹងជាអ្នកដែលធ្វើកិច្ចការងារប្រចាំថ្ងៃគេមានមនុស្សអញ្ចឹងហើយលោកមួយនៅស្ដាមគេស្ដាំដៃទី2បាទទី2ហ្នឹងគឺជាគេថានាយកខុទ្ទកាល័យបើខ្មែរហៅថានាយកខុទ្ទកាល័យរបស់អនុរដ្ឋមន្ត្រីហ្នឹងបាទគាត់ជាអ្នកមើលកិច្ចការហ្នឹងអញ្ចឹងដូច្នេះជាមន្ត្រីធំរបស់សហរដ្ឋអាមេរិកដែលទៅមើលកិច្ចការហ្នឹងទាំងអស់បាទហ្នឹងគ្រាន់តែជូនជម្រាបជូនប្រិមិត្តបានប៉ុណ្ណឹងរីឯព័ត៌មានទី3បាទព័ត៌មានទី3ក៏បានជម្រាបជូនប្រិមិត្តហើយគឺប្រតិភូខាងសភារបស់សហរដ្ឋអាមេរិកបានអញ្ជើញទៅបាទនេះគឺលោកAdam Smith គាត់បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់កម្ពុជាហើយក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជាដែរគឺលោកស្រីចំនិមលបាទខ្ញុំមិនអាចបញ្ចូលរូបនេះបានអស់ដែរគឺបានកម្ពុជាបាននេះបើតាមការបង្ហាញតាមគេហទំព័រ Facebook របស់សានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺបាទខ្ញុំសូមអានជូនតែម្ដងបាទគឺក្នុង Facebook របស់សានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ថាក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអូនពាន់មនីរតជាមួយគណៈប្រតិភូសភាកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាភាគីទាំងពីរបានពិភាក្សាពីកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍគណៈប្រតិភូសភាដែលដឹកនាំដោយសមាជិកសភាលោក Adam Smith មកពីគណៈបកប្រជាធិបតេយ្យក៏មានជំនួបដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រីចំនិមលដើម្បីពិភាក្សាអំពីការពង្រីកឱកាសពាណិជ្ជកម្មនិងការវិនិយោគរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាគណៈប្រតិភូសភាអាមេរិកក៏បានស្វែងរកវិធីសាស្ត្រដើម្បីជំរុញកំណើនសេដ្ឋកិច្ចបង្កើត
ការងារនិងពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្មក្រៅពីនេះក៏មានជំនួបជាមួយសហគមន៍ធុរជនអាមេរិកនិងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដែលជាការបង្ហាញពីសារៈសំខាន់នៃនវានុវត្តន៍និងការសហការគ្នាយើងរួមគ្នាកសាងមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចនិងភាពជាដៃគូនេះគឺជាសារដែលបង្ហោះតាម Facebook របស់ខាងស្ថានទូតហើយដូចខ្ញុំបានជម្រាបម្សិលមិញអញ្ចឹងខ្ញុំថាប្រិមិត្តចាំមើលតើទស្សនកិច្ចបន្ទាប់គឺខាងណាគឺខាងទូរកិច្ចបាទស្រាប់តែលើខាងស្ថានទូតប្រាប់ហើយការពិតគេទៅមាន complain តែម្ដងហើយដើម្បីជួបរឿងពេជ្រកិច្ចការអស់ហ្នឹងហើយអញ្ចឹងដូច្នេះវាជាស្តង់ដារបាទស្តង់ដាររបស់អាមេរិកបាទមិនខ្ញុំដឹងមុននេះព្រោះរឿងហ្នឹងវាយើងដឹងកិច្ចការនេះយើងធ្វើការងារនឹងយូរហើយយើងបានដឹងហើយបាទហើយព័ត៌មានមួយទៀតនេះបាទក្រុមប្រតិភូហ្នឹងក៏អញ្ជើញទៅកន្លែងមជ្ឈមណ្ឌលដោះមានកម្ពុជាផងដែរបាទមជ្ឈមណ្ឌលដោះមានកម្ពុជាគឺស៊ីម៉ាក់ហ្នឹងក៏បានមើលសកម្មភាពការបង្ហាញពីសកម្មភាពដោះមានរបស់កម្ពុជាហើយក៏បានបើតាមស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាក៏បានបញ្ជាក់ឲ្យដឹងថាគឺអ្នកស្រី Bridget Walker ភារៈធារីស្ថានទូតហ្នឹងគឺក៏បានប្រកាសពីការផ្ដល់ជំនួយថ្មីចំនួន$675,000ដើម្បីគ្រប់គ្រងដល់សកម្មភាពរបស់សម្បត្តិមីននៅកម្ពុជាផងដែរអញ្ចឹងឆ្នាំនេះបើតាមស្ថានទូតឲ្យដឹងគឺឆ្នាំ2025នេះសហរដ្ឋអាមេរិកជួយចំនួន$12 លានហើយសម្រាប់សកម្មភាពដោះមីនហើយនឹងជួយដល់សកម្មភាពដោះមីននៅកម្ពុជានេះហើយជាសរុបតាំងពីឆ្នាំ93មកគឺសហរដ្ឋអាមេរិកជួយបានចំនួន$220 លានហើយសម្រាប់សកម្មភាពដោះមីននេះបាទហើយគឺខាងប្រតិភូរបស់សហរដ្ឋអាមេរិកហ្នឹងខាងសភាសហរដ្ឋអាមេរិកហ្នឹងគឺមានលោក Adam Smith លោក Michael Baumgartner និងអ្នកស្រី Kissy Houlihan បានអញ្ជើញទៅអញ្ចឹងខ្ញុំនឹងចែករំលែក Facebook របស់អស់លោកស្រីទាំង3នាក់ដែលទៅពីសហរដ្ឋអាមេរិកហ្នឹងនៅពេលចប់ show នេះខ្ញុំនឹងដាក់ចឹងប្រិមិត្តអាចនឹងចូលទៅសរសេរអរគុណគាត់ហើយឬក៏មានរឿងនៅព្រំដែនថ្ងៃនេះអីហ្នឹងអាចនឹងសរសេរទៅជម្រាបគាត់ឲ្យគាត់បានដឹងក្នុងខណៈពេលដែលគាត់នៅប្រទេសកម្ពុជាហើយក៏កុំភ្លេចសរសេរទៅដល់សមាជិករដ្ឋសភាចំនួន4នាក់ដែលខ្ញុំបានចែកថ្ងៃមុនហ្នឹងសរសេរទៅជម្រាបគាត់ឲ្យបានដឹងនៅជួប Facebook របស់គាត់ឲ្យបានដឹងអរគុណគាត់ឬក៏ជម្រាបអំពីស្ថានភាពហ្នឹងនឹងជំហរកម្ពុជាដោយថាមិនចង់មានរឿងរក្សាសន្តិភាពអីជាដើមសូមបើកពងកញ្ចក់បន្តិចបាទសូមបើកពងកញ្ចក់ហើយចប់ព័ត៌មានទី3ហ្នឹងសូមបើកពងកញ្ចក់បន្តិចដូចខ្ញុំបានជម្រាបពីមុនអញ្ចឹងទៅលើបញ្ហាដោះមានការបញ្ញាចិត្តរបស់កម្ពុជាទៅលើបញ្ហាមីននេះគឺជារឿងមួយដែលអន្តរជាតិទទួលស្គាល់តែម្ដងបាទរឿងនេះគឺកម្ពុជាអត់មានងាករេទេដែលខ្ញុំធ្វើការនៅខាងស្ថាប័ន UN ដែលយើងមាន project ជាមួយនឹងជួយធ្វើការជាមួយនឹង CIMAC ហើយនឹងដូចជាចង់ភ្លេចអាញាធរមីនបាទអាញាធរមីនកម្ពុជាហ្នឹងបាទក៏យើងធ្វើការជាមួយហ្នឹងគឺកម្ពុជាបានបង្ហាញការបញ្ញារបស់ខ្លួននៅក្នុងការបោះសម្អាតក្របមីនហ្នឹងគឺអន្តរជាតិគ្មានសង្ស័យទៅលើហ្នឹង Hello Trust អីទៅធ្វើកិច្ចការហ្នឹងគេដឹងច្បាស់តែម្ដងចំណុចទី1ចំណុចទី2បាទកម្ពុជាបានប្រែក្លាយភាពរងគ្រោះរបស់ខ្លួនដោយសារសង្គ្រាមដោយសារក្របមីនមកជាការពង្រឹងជំនាញរបស់ខ្លួនហើយចែករំលែកមកអន្តរជាតិវិញតាមរយៈសកម្មភាពដោះមីនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនេះគឺជាអ្វីដែលកម្ពុជាបានចូលរួមចំណែកទៅលើប្រតិបត្តិការមនុស្សធម៌និងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិបាទនឹងគឺអន្តរជាតិទទួលស្គាល់តែម្ដងចំណុចទី3ដែលខ្ញុំនិយាយនេះគឺអ្វីដែលខ្ញុំលើកមកនិយាយនៅពេលនេះគឺគ្រាន់តែចង់ប្រាប់ទៅដល់ក្មួយបងប្អូនដែលកើតត្រឹមឆ្នាំ90មកដែលអត់បានដឹងអំពីស្ថានភាពនៅពេលកន្លងមកគឺអ្វីដែលគេសរសើរកម្ពុជាគឺភាពស៊ូទ្រាំអត់ធ្មត់របស់កម្ពុជាក្នុងការប្រែក្លាយការឈឺចាប់របស់ខ្លួនទៅជាជោគជ័យរបស់ខ្លួនវិញបាទបើហេតុអីបាននិយាយខ្ញុំដាក់ថាឆ្នាំ90ពីព្រោះអីក្មួយឬក៏ប្អូនប្រហែលជាមិនបានដឹងអំពីពេលដែលខ្មែរយើងចេញមកពីជំនាន់ខ្មែរក្រហមហ្នឹងពេលហ្នឹងយើងដឹងហើយជំនាន់ខ្មែរក្រហមស្លាប់អីហ្នឹងបេះដូងយើងកាន់ទុកប៉ុន្តែទឹកមុខ
កម្ពុជានៅតែញញឹមពេលនោះបាទខ្ញុំពេលនោះខ្ញុំនៅក្មេងដែរខ្ញុំមិនសូវដឹងប៉ុន្តែនៅពេលឥឡូវខ្ញុំចំណាស់នេះខ្ញុំចាប់ផ្ដើមពិនិត្យមើលឡើងវិញបានន័យថាអ្វីដែលអន្តរជាតិសាសខ្មែរថា perseverance គឺតបកែមែនបាទគឺឆ្នាំ8ផ្លាយនោះពេលបានជួបជុំគ្នាវិញគាត់សប្បាយគាត់គាត់សប្បាយរីករាយនឹងរស់ជីវិតឡើងវិញហើយខិតខំប្រឹងបាទរហូតដល់ពេលស្ថានភាពបច្ចុប្បន្នហ្នឹងប្រិមិត្តឃើញខ្លួនឯងខ្ញុំមិនបាច់រៀបរាប់ទៀតបាទគាត់អ្វីដែលខ្ញុំចង់និយាយថាពេលខ្លះយើងជួបការលំបាកយើងដាក់ទុកក្នុងចិត្តប៉ុន្តែទឹកមុខយើងប្រឹងប្រែងជានិច្ចអាហ្នឹងហើយជាចំណុចខ្លាំងរបស់កម្ពុជាដែលក្មួយៗទៅរៀនសូត្រពីពុកក្មួយអត់បានតន់ជំនាន់ចេញ79មកគឺជួបការលំបាកយ៉ាងម៉េចហើយប៉ុន្តែខ្មែរយើងនៅតែរីករាយនៅតែញញឹមអាហ្នឹងហើយជារឿងមួយដែលល្អបាទដែលអន្តរជាតិក៏គេសរសើរយើងដែរបាទខ្ញុំសូមបិណ្ឌពុកកញ្ចក់កន្លែងហ្នឹងឥឡូវនេះចូលដល់ចំណុចទី4ចំណុចទី4នេះបើតាម Facebook របស់លោកប្រាក់សុខុនគាត់បានឲ្យដឹងថាលោកបានជួបជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិបាទលោក Antonio Guterres ដើម្បីជម្រាបអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជានឹងបាទខ្ញុំសូមអានសារអ្វីដែលគាត់បានសរសេរបាទជំនួបទ្វេភាគីជាមួយនឹងលោក Antonio Guterres នឹងអគ្គលេខាធិការអង្គការសហប្រជាជាតិគឺធ្វើឡើងនៅរសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2025គឺព្រឹកមិញមកនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺលោកប្រាក់សុខុនគាត់បានពិភាក្សាអំពីកិច្ចការដែលកើតឡើងតាក់ទងជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងនិងកសាងឡើងវិញនៅទំនុកចិត្តឲ្យបានពេញលេញដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងជួបបាញ់គ្នាដើម្បីឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងថៃបាទខ្ញុំចែករំលែកកន្លែងនេះដើម្បីឲ្យប្រិមិត្តបានដឹងហើយខ្ញុំសូមលើកទឹកចិត្តប្រិមិត្តឲ្យទៅមើល Facebook របស់គាត់ដោយដែលខ្ញុំបានជម្រាបអញ្ចឹងមកដល់ម៉ោងនេះកម្ពុជាអត់ទាន់បានឆ្លើយឡើងថ្លែងនៅមហាសន្និបាតអង្គការសហជីវជាតិនៅឡើយទេប្រហែលជាអាចនៅល្ងាចនេះខ្ញុំមិនទាន់មើល schedule ផងប៉ុន្តែកិច្ចការទូតធ្វើឡើងអស់ទៅមើលសារឡើងវិញរបស់គាត់សរសេរដោយដែលប្រិមិត្តណាដែលចូលមកខ្ញុំបានប្រាប់ចឹងថា corridor diplomacy ហ្នឹងគេទៅប្រាប់ពេលហ្នឹងបាទហើយសារហ្នឹងគឺដដែលគឺនិយាយដដែលឥឡូវតើអ្វីដែលខ្ញុំនិយាយហ្នឹងតើប្រិមិត្តយល់ថាខ្ញុំនិយាយត្រូវឬមិនត្រូវចូលទៅមើល Facebook របស់គាត់ឡើងវិញជំនួបជាមួយអ្នកណាក៏ដោយពេលដែលហើយគាត់សរសេរហ្នឹងគឺសូម្បីតែជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ី Sergei Lavrov ក៏មានជួបដែរគឺក៏បាននិយាយដដែលគឺបានន័យថាពាក់ព័ន្ធជាមួយនឹងការអនុវត្តពេញលេញនឹងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងបាទនានាហើយក៏តកតងជាមួយនឹងស្ថានភាពដែលកើតឡើងនៅកម្ពុជានឹងផងដែរគឺចំនួនរវាងកម្ពុជានិងថៃជម្រាបគេពីរឿងហ្នឹងហើយជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌូនេស៊ីកាលពីម្សិលមិញដែរក៏បានជម្រាបពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជាចំនួនរវាងកម្ពុជានិងថៃជួបជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏បាននិយាយអំពីបញ្ហាហ្នឹងគឺសារសរសេរដដែលហ្នឹងជួបជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសរបស់ន័រវេក៏បាននិយាយពីរឿងកម្ពុជានិងថៃចំនួនព្រំដែននឹងដែរជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសសាំងលូស៊ីបាទសាំងលូស៊ីនោះក៏និយាយអំពីបញ្ហានឹងដែរប្រិមិត្តខ្លះមិននឹងស្គាល់ប្រទេសសាំងលូស៊ីនឹងផងបាទក៏និយាយអំពីបញ្ហាចំនួនព្រំដែនកម្ពុជានិងថៃដែរហើយជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសសិង្ហបុរីក៏បាននិយាយអំពីបញ្ហានឹងដែរជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីក៏បាននិយាយអំពីបញ្ហានឹងដែរជួបជាមួយនឹងរដ្ឋមន្ត្រីកូរ៉េខាងត្បូងនោះក៏បាននិយាយអំពីបញ្ហានឹងដែរបាទហើយជួបជាមួយនឹងជប៉ុនក៏និយាយពីបញ្ហានឹងដែរជួបជាមួយនឹង IRCC ក៏និយាយអំពីបញ្ហានឹងដែរនឹងឯងតែខ្ញុំថាសារៈប្រយោជន៍នៃការដែលមកធ្វើការទូតនៅសម័យប្រជុំរបស់អង្គការសហប្រជាជាតិនឹងដែលខ្ញុំធ្លាប់បាននិយាយប្រាប់លើកមុនថាសម័យសង្គមរាស្ត្រនិយមគឺសម្ដេចព្រះបរមរតនកោដ្ឋព្រះអង្គប្រើវេទិកាអង្គការសហប្រជាជាតិនឹងប្រកបដោយប្រសិទ្ធភាពខ្លាំងណាស់បាទឥឡូវនេះយើងឃើញ in action ដែលពីមុនមកខ្ញុំពេលដែលខ្ញុំរៀនខ្ញុំឃើញតែឯកសារឬការនិយាយឬក៏ខ្ញុំធ្វើសេចក្តីរាយការណ៍ឃើញតែ
ឯកសារនិយាយចឹងឥឡូវប្រិមិត្តបានឃើញដោយផ្ទាល់ភ្នែកនឹងគេថា diplomacy in action ដែលប្រិមិត្តឃើញហើយចឹងហើយបានខ្ញុំនិយាយម្ដងទៀតខាងខ្ញុំក៏ឬក៏ល្អូលតំថាខ្ញុំនិយាយដដែលដូចមនុស្សចាស់ក៏ថាបានដែរអំឡុងពេលនេះយើងត្រូវរៀនសង្កេតរៀនសូត្រពីគេអ្នកដែលមានបទពិសោធន៍ខ្លាំងចឹងតើសភាពការអញ្ចឹងយើងជួបយ៉ាងម៉េចថ្ងៃក្រោយក្មួយទៅធ្វើជាអ្នកការទូតគេដែរក្មួយដឹងច្រកអូគេធ្វើអញ្ចឹងបាទអានឹងឯងជារឿងដែលត្រូវរៀនបាទហើយហេតុអីសួរថាហេតុអីបានជាខ្ញុំដឹងរឿងនឹងមុនមកម៉េចគេលួចប្រាប់ណូខ្ញុំមិនដែលមានតាក់ទងជាមួយអ្នកណាទាំងអស់ប៉ុន្តែច្រកការទូតវាត្រូវតែចេញច្រកបែបហ្នឹងបាទបើសិនជាប្រិមិត្តតាមសភាពការពិភពលោកមួយចំនួនខាងរឿងអ៊ុយក្រែនជាពិសេសជាឧទាហរណ៍ថ្មីដែលប្រិមិត្តតាមហ្នឹងគឺដឹងសួរថាលោកZelensky ធ្វើមិនខ្លះបានជាលោកត្រាំបដូរចំហមកគាំទ្រលោកZelenskyវិញបើតាមព័ត៌មាននានាគឺមានការទៅដល់រោងចក្រដែលផលិតអាវុធផលិតអីរបស់ឯកជនដូច្នេះអាចខាងឯកជនហ្នឹងគេមកជួយ lobby អីលោកតាមលោកអីក៏មានដែរឬក៏ខាងណាទៀតក៏មានដែរកិច្ចការហ្នឹងគឺខាង lobby ការងារការទូតហ្នឹងត្រូវការអ្នកអត់ធ្មត់ខ្ញុំនិយាយទៅដែរអ្នកអត់ធ្មត់ភាពចាស់ទុំហើយនឹងទេពកោសល្យនៅក្នុងការនិយាយបញ្យលរបស់គេហ្នឹងហើយមុខnóឲ្យក្រានតិចញឹមជានិច្ចណាបើមុខស្ដាងក៏មិនក្មួយធ្វើការងារអីផ្សេងវិញបាទអញ្ចឹងខ្ញុំសូមជម្រាបប៉ុណ្ណឹងចែករំលែកប៉ុណ្ណឹង